បញ្ហាស្ទះឡាបូនឹងចាននៅខាងបរិយាពេញហូតផ្លូវ371ហើយពេលយើងប្រើកន្លែងឡាបូនឹងចានហ្នឹងមកវាច្រើនមកកន្លែងស៊ីហ្វុងហ្នឹងដោយសារតែទៅយកពេលហ្នឹងគឺប្រព័ន្ធយកវាតែមួយទេពេលយើងទៅដល់យើងចាប់ផ្ដើមតបាល់វាសិនតបាល់រហូតទៅដល់លូទៅឲ្យវាទឹកខូរប៉ុន្តែវាអត់ទាន់ស្អាតទេតើទៅយើងសង់បន្ថែមទៀតដើម្បីស្អាតបន្តអស់ខ្លាញ់នេះប្រើបានយូរប្រើបានកាន់ឆ្នាំតែម្ដងហើយចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាស្ទះស៊ីហ្វុងស្ទះឡាបូស្ទះបកុលនេះអាចតាក់ទងមកខ្ញុំបានធានាគុណភាពតម្លៃសមរម្យហើយក្រោយពីយើងជួសជុលត្បាល់ហើយសង់រីករាល់យើងមកធ្វើការតេស្តទឹកឃើញថាដាក់ទឹកពេញឡាបូទៅបាត់ឈឹងហើយចឹងបើសិនជាវានៅស្ទះតិចតួចអីដាក់ពេញចឹងប្រកាសជាច្រាលតាមកន្លែងស៊ីហ្វុងនឹងមកវិញហើយតែនេះអត់ទេដាក់ទៅដូចថាអូលះល្អដាច់ល្អមែនតើ